របស់មនុស្សបាទអានុភាពរបស់មនុស្សជារឿងចាំបាច់ដែលយើងត្រូវសាងនេះអានុភាពនេះជាអំណាចអានុភាពនេះជាកម្លាំងតែអត់ខ្លាំងគឺខ្សោយបើខ្សោយវាធ្វើឲ្យអោនភាពវាអត់មានអភិវឌ្ឍនភាពទេជាអោនភាពរហូតដល់ហិនភាពនោះភាពហិនហោចបាទវាចប់វាអត់ឡើងទេអញ្ចឹងអានុភាពរបស់បុគ្គលម្នាក់នោះចាំបាច់ណាស់បាទចាំបាច់ណាស់នេះគេសាងសំទោសមានពេលខ្លះលោកគ្រូអ្នកគ្រូអាចមានអារម្មណ៍ថាចុំអញខំធ្វើការឡើងនាយករោងប្រធានឲ្យចាំបាច់មករៀនអីសូមជម្រាបថាលោកគ្រូអ្នកគ្រូមានរហូតដល់ទទួលតំណែងធំនេះដោយសារមានផ្នត់កំណើតហើយអត់ដឹងទេអត់ដឹងថាខ្លួនឯងខ្លាំងទេណាខ្លាំងពីកំណើតហើយដល់រៀនសូមបច្ចេកទេសទៀតទៅវាទៅជាមហាខ្លាំងទៅក៏ប៉ុន្តែដល់ផ្លូវដើម្បីបណ្ដុះបណ្ដាលអ្នកតូចអ្នកតាចអ្នកគ្មានអំណាចឲ្យคล้ายទៅជាអ្នកដឹកនាំស្នងមានពេលខ្លះអត់មានវិធីទេណាសុំអធិស្ឋានណាអានេះនិយាយត្រង់ណាព្រោះខ្ញុំមានពិសោធន៍ពិតហើយខុសរំអស់ខុសតម្រាំត្រូវចិត្តងាប់